នៅវេលាព្រឹកថ្ងៃសុក្រទី27ខែកុម្ភៈឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានទៅសេសារបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចដែលមានខ្លឹមសារដូចតទៅនេះក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុណខ្មែរហាមឃាត់កីឡាករពីររូបមិនឲ្យចូលរួមប្រកួតក្នុងរយៈពេល6ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេសខ្ញុំសូមសំណូមពរដល់ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុណខ្មែរលុបចោលសេចក្តីជូនដំណឹងនេះសិនព្រោះវាតាក់ទងជាមួយនឹងកិត្តិយសជាតិផងនិងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផងដែរការដោះស្រាយបញ្ហាផ្សេងទៀតរងចាំឲ្យកីឡាករទាំងពីររូបនិងគណៈប្រតិភូវិលចូលប្រទេសវិញចាំពិភាក្សាតាមក្រោយដោះស្រាយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នាពីខ្ញុំបាទសេងខ្មែរ